សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដែលនិយាយអំពីប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នាឲ្យបានស្គាល់អំពីប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតដែលប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតគឺមានសមត្ថភាពដែលអាចប្រែក្លាយ Clinic របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាឲ្យក្លាយទៅជាអាជីវកម្មបែប Digital តើប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតរបស់យើងមានសមត្ថភាពនិងមានមុខងារអ្វីខ្លះដែលអាចប្រែក្លាយអាជីវកម្មរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាឲ្យក្លាយទៅជាអាជីវកម្មបែប Digital សូមតាមដានជាមួយខ្ញុំទាំងអស់គ្នានៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាបានចូលទៅក្នុង browser របស់ computer លោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចវាយពាក្យថា smartcms.com លោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងចូលមកកាន់គេហទំព័ររបស់ smartcms.com តែម្ដងនៅក្នុងគេហទំព័រនេះលោកគ្រូអ្នកគ្រូអាច scroll មើលដើម្បីយល់ដឹងបន្ថែមអំពីប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតរបស់យើងថាតើមានមុខងារអ្វីខ្លះថាតើប្រព័ន្ធគ្រប់គ្រង Clinic របស់យើងបានចាប់ផ្ដើមប៉ុន្មានដំណាក់កាលនៅក្នុងការចុះឈ្មោះក៏ដូចជាការជ្រើសរើសនៅ plan ដែលលោកគ្រូអ្នកគ្រូចង់ប្រើនិងអ្វីដែលមាននៅក្នុង plan នីមួយៗផងដែរប្រសិនបើលោកគ្រូអ្នកគ្រូទាំងអស់គ្នាចង់ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតដែលដាក់ឲ្យលោកគ្រូអ្នកគ្រូប្រើសាកល្បងរយៈពេល14ថ្ងៃលោកគ្រូអ្នកគ្រូគ្រាន់តែចុចពាក្យថាចាប់ផ្ដើមប៊ូតុងនៅផ្នែកខាងស្ដាំខាងលើនេះលោកគ្រូអ្នកគ្រូនឹងចូលទៅដល់ទំព័រថ្មីមួយដែលគឺជាទំព័រសម្រាប់ចូលប្រព័ន្ធនិងចុះឈ្មោះថ្មីដើម្បីអាចចុះឈ្មោះថ្មីបានលោកគ្រូអ្នកគ្រូអាចចុចនៅលើពាក្យថាចុះឈ្មោះថ្មីបន្ទាប់មកទៀតវានឹងលេចចេញនៅទម្រង់នៃការបំពេញលោកគ្រូអ្នកគ្រូអាចបំពេញជាឈ្មោះ Clinic ជាឈ្មោះ admin របស់លោកគ្រូអ្នកគ្រូជា email ជាលេខទូរស័ព្ទជា password ដែលមានចាប់ពី6ឬក៏8ខ្ទង់ឡើងឥឡូវនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីការបំពេញចូលនៅពេលដែលលោកគ្រូអ្នកគ្រូបានបំពេញរួចរាល់ហើយលោកគ្រូអ្នកគ្រូគ្រាន់តែចុចពាក្យថាចាប់ផ្ដើមបាទបន្ទាប់មកទៀតការចុះឈ្មោះរបស់លោកគ្រូអ្នកគ្រូទទួលបានជោគជ័យប៉ុន្តែដើម្បីអាចចូលប្រព័ន្ធបានលោកគ្រូអ្នកគ្រូត្រូវតែចូលទៅ verify បាទចូលទៅ verify Gmail របស់លោកគ្រូអ្នកគ្រូជាមុនសិនដើម្បីបញ្ជាក់ថាលោកគ្រូអ្នកគ្រូពិតជាអ្នកដែលបានចុះឈ្មោះ account នេះពិតប្រាកដមែនដូច្នេះលោកគ្រូអ្នកគ្រូត្រូវតែចូលទៅកាន់ Gmail របស់លោកគ្រូអ្នកគ្រូផ្ទាល់នៅពេលដែលលោកគ្រូអ្នកគ្រូបានចូលមកកាន់ Gmail របស់លោកគ្រូអ្នកគ្រូមាន Gmail ខ្លះគឺវាមិនបង្ហាញ message នៅក្នុង inbox ទេប៉ុន្តែវានឹងបង្ហាញ message នៅក្នុង spam បាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលទៅ more បន្ទាប់មកទៀតចុចពាក្យថា spam នៅពេលនោះលោកគ្រូអ្នកគ្រូនឹងឃើញមានពាក្យថា verify your Gmail project បាទលោកគ្រូអ្នកគ្រូអាចចុចទៅបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូគ្រាន់តែចុច link នៅខាងក្រោមនេះគឺជា link សម្រាប់ verify តើ link ដែលលោកគ្រូអ្នកគ្រូនឹងចុចនោះគឺមកពីណា link ដែលលោកគ្រូអ្នកគ្រូចុចគឺមកពីការផ្ញើសាររបស់ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនតាក់ទងជាមួយនឹងការស្តុកទុកទិន្នន័យឬក៏ Firebase បាទអញ្ចឹងប្រព័ន្ធរបស់យើងគឺមានការផ្សារភ្ជាប់ឬក៏ connect ជាមួយនឹងក្រុមហ៊ុន Firebase នេះឯងនៅពេលដែលលោកគ្រូអ្នកគ្រូចុះឈ្មោះចូលគឺលោកគ្រូអ្នកគ្រូនឹងទទួលបាន email ពីក្រុមហ៊ុន Firebase បាទដូច្នេះហើយលោកគ្រូអ្នកគ្រូអាចចុច link នេះដើម្បី verify Gmail របស់លោកគ្រូអ្នកគ្រូនៅពេលដែលលោកគ្រូអ្នកគ្រូចុចលើ link នឹងហើយលោកគ្រូអ្នកគ្រូឃើញពាក្យថា your email has been verified លោកគ្រូអ្នកគ្រូគឺទទួលបានការចុះឈ្មោះដោយជោគជ័យនិង verify Gmail របស់លោកគ្រូអ្នកគ្រូជោគជ័យផងដែរលោកគ្រូអ្នកគ្រូអាចត្រឡប់ចូលទៅដើម្បី log in ចូលប្រព័ន្ធរបស់យើងដែលលោកគ្រូអ្នកគ្រូបានបង្កើតនៅពេលដែលលោកគ្រូអ្នកគ្រូបាន verify ហើយលោកគ្រូអ្នកគ្រូនឹងមកកាន់ទំព័រដើមវិញគឺទំព័រចូលប្រព័ន្ធបាទទំព័រផ្ទាំងដែលលោកគ្រូអ្នកគ្រូឃើញនេះលោកគ្រូអ្នកគ្រូសូមវាយ email ដែលលោកគ្រូអ្នកគ្រូបានបង្កើតនិង password ដែលលោកគ្រូអ្នកគ្រូបានបង្កើតផងដែរបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចុចចូលប្រព័ន្ធ
នៅពេលដែលលោកគ្រូអ្នកគ្រូចូលមកកាន់ប្រព័ន្ធរបស់យើង លោកគ្រូអ្នកគ្រូនឹងឃើញមានផ្ទាំងនេះ គឺជាផ្ទាំងនៃការណែនាំប្លែនរបស់ប្រព័ន្ធគ្រប់គ្រងវៃឆ្លាតរបស់យើង លោកគ្រូអ្នកគ្រូអាចចុចខ្វែង បន្ទាប់មកទៀតលោកគ្រូអ្នកគ្រូនឹងឃើញមានប្រព័ន្ធរបស់យើងមានចំណុចជាច្រើនដែលលោកគ្រូអ្នកគ្រូអាចស្វែងយល់ នៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងរៀបរាប់ជូនលោកគ្រូអ្នកគ្រូទាក់ទងជាមួយនឹងតើប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតមានមុខងារអ្វីខ្លះជូនលោកគ្រូអ្នកគ្រូផងដែរសូមអរគុណសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះគឺជាវីដេអូទី2ដែលខ្ញុំនឹងធ្វើដើម្បីបង្ហាញជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពីប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតតើប្រព័ន្ធគ្រប់គ្រង Clinic វៃឆ្លាតរបស់យើងមានចំណុចពិសេសអ្វីខ្លះសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាតាមដានវីដេអូនេះចំណុចទី1គឺ menu ផ្ទាំងគ្រប់គ្រង menu ផ្ទាំងគ្រប់គ្រងនេះគឺលោកគ្រូអ្នកគ្រូនឹងឃើញមានជា quick access អ្នកគ្រូអ្នកគ្រូអាចចង់ចុះឈ្មោះគឺចុចប៊ូតុងចុះឈ្មោះចង់មើលការណាត់ជួបលោកគ្រូអ្នកគ្រូអាចចុចប៊ូតុងណាត់ជួបឬក៏ចង់ចូលទៅមើលឱសថស្ថានលោកគ្រូអ្នកគ្រូអាចចុចចូលទៅបានឬក៏ចង់មើលផ្នែកហិរញ្ញវត្ថុក៏ជាការចុចទៅគឺលោកគ្រូអ្នកគ្រូអាចចូលទៅដល់ menu នឹងតែម្ដងនេះគឺជាការបង្ហាញតាក់ទងជាមួយនឹងចំណូលប្រចាំថ្ងៃនេះគឺជាការបង្ហាញតាក់ទងជាមួយនឹងចំណូលប្រចាំខែផងដែរវីដេអូទី2នេះខ្ញុំចង់បង្ហាញលោកគ្រូអ្នកគ្រូទៅកាន់ចំណុចមួយដែលតាក់ទងជាមួយនឹងមជ្ឈមណ្ឌលគ្រប់គ្រងបាទមជ្ឈមណ្ឌលគ្រប់គ្រងនេះនៅពេលដែលលោកគ្រូអ្នកគ្រូបង្កើតប្រព័ន្ធហើយអ្វីដែលលោកគ្រូអ្នកគ្រូគួរធ្វើគឺលោកគ្រូអ្នកគ្រូត្រូវតែចូលមកដើម្បីកំណត់ logo ឈ្មោះ clinic របស់លោកគ្រូអ្នកគ្រូក៏ដូចជាកំណត់នៅតម្លៃសេវាកម្មផ្សេងៗរបស់លោកគ្រូអ្នកគ្រូផងដែរអញ្ចឹងនៅក្នុងនេះគឺលោកគ្រូអ្នកគ្រូអាចឃើញដើម្បីកុំឲ្យវីដេអូវែងពេកខ្ញុំនឹងបង្ហាញត្រួសៗទេហើយនៅពេលដែលលោកគ្រូអ្នកគ្រូចុះឈ្មោះប្រើប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល14ថ្ងៃលោកគ្រូអ្នកគ្រូអាចចូលមើលបន្ថែមទី1គឺកន្លែងការដែលលោកគ្រូអ្នកគ្រូអាចកំណត់ logo ឆ្វេងស្ដាំកំណត់ឈ្មោះ clinic កំណត់ slogan កំណត់លេខទូរស័ព្ទកំណត់អាស័យដ្ឋានកំណត់លោកគ្រូពេទ្យឬក៏ឈ្មោះលោកគ្រូអ្នកគ្រូផ្ទាល់កំណត់អំពីទំហំ logo ដែលមាននៅกระดาษ print បាទអញ្ចឹងការកំណត់នឹងមានច្រើនការកំណត់តម្លៃសេវាកម្មរបស់លោកគ្រូអ្នកគ្រូមាននៅក្នុង clinic របស់លោកគ្រូអ្នកគ្រូការទាញយកទិន្នន័យផ្សេងៗការទាញយកនៅបំរុងទុកទិន្នន័យគេហៅថា backup patient ហ្នឹងហើយលោកគ្រូអ្នកគ្រូអាច set up តាក់ទងជាមួយនឹង Telegram stand បាទ Telegram នេះគឺនៅក្នុង plan standard និង premium ហើយលោកគ្រូអ្នកគ្រូអាចកំណត់តាក់ទងជាមួយនឹង OPD treatment template មានន័យថាលោកគ្រូអ្នកគ្រូគ្រាន់តែបំពេញបាទរៀបចំវេជ្ជបញ្ជាឲ្យហើយនៅពេលដែលលោកគ្រូអ្នកគ្រូវាយតែរូបវិនិច្ឆ័យគឺវានឹងចេញឈ្មោះថ្នាំឲ្យលោកគ្រូអ្នកគ្រូដោយអូតូម៉ាទិកតែម្ដងបាទហើយកន្លែងនេះគឺជាកន្លែងដែលដាក់ឈ្មោះបុគ្គលិកអីផ្សេងៗនិងមានមុខងារជាច្រើនទៀតផងដែរប្រសិនបើលោកគ្រូអ្នកគ្រូទទួលយកគម្រោង standard និងគម្រោង premium នៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេវីដេអូបន្ទាប់ជាវីដេអូទី3ខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីមុខងារមួយៗរបស់ប្រព័ន្ធគ្រប់គ្រង clinic វៃឆ្លាតប្រសិនបើលោកគ្រូអ្នកគ្រូទាំងអស់គ្នាមានចម្ងល់ផ្សេងៗលោកគ្រូអ្នកគ្រូអាចឆាតសួរក្រុមការងាររបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅលើអេក្រង់នេះផងដែរសូមអរគុណ